តើគេសម្រាប់ style edit របស់ខ្ញុំគឺទីមួយខ្ញុំចូលទៅ Lightroom ហើយយើងសេរី color សេរីអីមកពេញចិត្តហើយចាំយើងចូល Photoshop ហើយ concept របស់ខ្ញុំថ្ងៃនេះគឺតាក់ទងនឹង sunrise ដែលសារភ្ញៀវគាត់យកប្រភេទ sunrise អញ្ចឹងវាមានពលឺហើយយើងត្រូវ concept ហ្នឹងអាច cue បានទេយើងត្រូវធ្វើម៉េចឲ្យបែប sunrise គឺយើងត្រូវការរូបដែល warm បងប្អូនអាចមើលនេះអាចមើលកន្លែង temperature ខ្ញុំលេងទៅដល់78000ណាដោយសារតែវាជា concept sunrise នេះ7004យើងថតដោយ 135s4 អូខេ concept របស់យើងគឺប្រភេទ sunrise អញ្ចឹងយើងកុំសុញសាយនឹងលេង temperature យើងទាញវាខ្លាំងមកនឹងមិនខ្លាចវា Q ក្រហមទេវាព្រោះតែកាលណាយើងទាញឲ្យវា Q គឺវាខុស concept ហើយវាមិនអាចទៅពេលបលឹមមិនកំពុងក្រហមហើយវាមិនអាចរូបយើងទៅ Q បានទេអញ្ចឹងអានេះជា concept របស់ខ្ញុំហើយបន្តមកទៀតយើង select រូបអស់ហើយអីហើយគឺយើង export មកណាយើង export នេះរូបនេះបើសិនតែយើងដាក់យើង Q មកគឺភ្លាវហ្មងឃើញភ្លាវមេឃចេញ Q ហើយមនុស្សរៀង Q វាអត់ត្រូវ concept អញ្ចឹងយើងត្រូវលេងមក concept រៀង warm ខ្លាំងណាអញ្ចឹងខ្ញុំបាន export រួចអស់ហើយអញ្ចឹងខ្ញុំចូលទៅ step បន្ទាប់របស់ខ្ញុំទៀតដែល step បន្ទាប់របស់ខ្ញុំគឺខ្ញុំ retouch រូបនឹងខ្ញុំដាក់រូបនឹងដាច់ដលែកមកហើយនេះជាការ retouch របស់ខ្ញុំទៅជាអាចថា final ប៉ុន្តែខ្ញុំនៅមានមួយ step run ជាមួយនឹងកម្មវិធី skin អីមកតង់ទៀតណាឃើញទេខ្ញុំគ្រាន់តែជាលក្ខណៈយើងលុបបើមានជាប់មនុស្សជាប់អីយើងលុបទៅហើយយើងសេរីរៀងរើគាត់ឲ្យនេះជា concept របស់ខ្ញុំដែលខ្ញុំតែងបរៀននៅក្នុង group អីដូចគ្នាដែរហើយទាំងអស់គ្នាចង់ចូលក្នុង group អាច Telegram មកខ្ញុំបានហើយចឹងខ្ញុំចាប់ផ្ដើម retouch រូបហើយដោយសាររូបនឹងមាន100ជាង100 select ជាងណាចឹងខ្ញុំចាប់ផ្ដើម retouch ខ្ញុំ select ម្ដងលក្ខណៈពីជួរមកទាញទៅ retouch មកខ្ញុំមិនខ្វល់រឿងមួយឈុតទេខ្ញុំធ្វើម្ដង2ជួរហ្មងស្រួលណាអូខេចឹងខ្ញុំបានត្រៀមអស់ហើយខ្ញុំទាញម្ដង2ជួរអញ្ចឹងអានេះជា daily routine របស់ខ្ញុំដែលខ្ញុំធ្វើតែខ្ញុំ retouch បែបម៉េចធ្វើម៉េចឲ្យលឿនគឺខ្ញុំចេះឆ្នៃធ្វើម៉េចឲ្យការងារលឿនខ្ញុំអត់ចេះមកអង្គុយធ្វើម្ដងមួយទេយើងធ្វើម្ដងមួយមែនប៉ុន្តែយើងមានពេលធ្វើចំណុចណាដែលយើងទៅធ្វើចំណុចណាយើងរុញឲ្យកុំព្យូទ័រ automate អីផ្សេងណាអូខេអញ្ចឹងstep របស់ខ្ញុំគឺខ្ញុំ stray កន្លែងខ្វះខាតកន្លែងខ្មៅនេះមកខ្ញុំមាន action ស្រាប់អស់ហើយខ្ញុំអត់ពិបាកទេ action ហ្នឹងអ្នកនៅក្នុងក្រុមគាត់មានអស់ហើយអញ្ចឹងខ្ញុំប្រើ Photoshop license ដើម្បីឲ្យវា generate លុបចំណុចរំខានអូខេហើយខ្ញុំបង្កើត layer ថ្មីមកខ្ញុំទាញកម្ពស់គាត់បន្តិច step ដដែលហ្នឹងអូខេហើយខ្ញុំចុច action រុញរៀងនឹងក៏បានឬមួយក៏ចុច control shift អក្សរ x ហ្នឹងក៏បានដែរគេរុញគាត់តិចមកដើម្បីស្អាតតែយើងអត់រុញទេអត់ប្លែកទេណាអូខេអញ្ចឹងបន្តមកទៀតខ្ញុំសេរី background នៅវាងលង្កិតតិចខ្ញុំមាន action មកខ្ញុំចងស្រាប់ខ្ញុំក៏ចុចនេះ dark background ឬមួយក៏ខ្ញុំចុច shift F2 អូខេអញ្ចឹងវានឹង auto action បញ្ជាឲ្យវាលង្កិតខាងក្រោយតិចបានណាអូខេយើងអាចមើលឃើញទេវាលង្កិតចុងក្រោយអូខេអញ្ចឹងបន្តមកទៀតខ្ញុំពេលខ្លះខ្ញុំប្រើ white skin នេះតិចដែរអូខេ white skin ហ្នឹងប៉ុណ្ណឹងអាចមើល before after អូខេយើងចុច save ទៅប៉ុណ្ណឹងចប់អីអូខេអញ្ចឹងខ្ញុំចុច step បន្ទាប់ទៀតយើងសេរីរៀងរើអូខេសេរីរៀងរើហើយកុំប៉ះកន្លែងហ្នឹងក្រហមវាមិនមែនជាចំណុចខ្វះខាតទេវាជាក្រហមបាក់ដោយសារថ្ងៃដោយសារតែ temperature ដែលយើងសិតមកវាក្រហមអញ្ចឹងយើងកុំព្យាយាមសេរីឲ្យសអីអត់ត្រូវទេណាតែខុស concept ហ្នឹងអូខេយើងគាត់ណាសេរីប្រើ action skin bright នេះយើងសេរីឲ្យវារៀងស្រាលមកវិញមកអូខេ
ចឹងអូខេយើងនៅតែប្រើ concept ងងឹត background ទៀតគឺយើងចុច dark background នេះអូខេយើងចុច dark background យើងឲ្យមើល before after គេនេះខាងក្រោយស្រទុំធ្វើឲ្យ subject យើងលេចឡើងណាអូខេ step របស់យើងងាយៗចឹងបើរូបគេធ្វើមកស្អាតហើយយើងឆ្នៃកាន់តែស្អាតតិចតួចណាអូខេចឹងខ្ញុំចុច save ដោយសារ save ខ្ញុំបានកំណត់ហើយខ្ញុំគ្រាន់តែចុច F2 ហ្មងគឺ save យកហ្មងណាដោយសារខ្ញុំកំណត់វាជា F2 ណាអូខេអញ្ចឹងយើងចូល step បន្ទាប់មកទៀតគាត់កម្ពស់កពោគាត់មានហើយយើងមិនទៅទាញកម្ពស់ទេអញ្ចឹងយើងចុចសេរីរៀងរើបណ្ដោយនេះសម្រាប់រូប pre-wedding step by step របស់ខ្ញុំតែងធ្វើអូខេវារៀងលឿនតិចមែនប៉ុន្តែខ្ញុំមានលម្អិតនៅក្នុងក្រុមអូខេអញ្ចឹងយើង check មើលចំណុចរំខានអញ្ចឹងអូខេតបមកទៀតយើងអាចលេងកាមេរ៉ា RAW បន្ថែមសម្រាប់កាមេរ៉ា RAW បើយើងចង់ឲ្យរៀងវមគ្រប់កន្លែងយើងអាចចុចបង្កើត layer ថ្មីសិនមកបង្កើត layer ថ្មីហើយយើងចូលកាមេរ៉ា RAW និយាយទៅយើងទៅ start ជំនាញកាមេរ៉ា RAW និង Lightroom វាស្តៀងតែគ្នាទេវាជាក្រុមហ៊ុនតែមួយទេយើងទៅ start ជំនាញអញ្ចឹងខ្ញុំចុចទៅលើ select background យកមកណាចុច select ហើយយើងយករើសយក background ហើយវានឹង select ទៅលើ background នេះវាគិចមនុស្សអញ្ចឹងខ្ញុំធ្វើម៉េចខ្ញុំទាញ temperature ឲ្យខ្លាំងមកអញ្ចឹងវាវមទៅកន្លែងតា background នេះណាអូខេខ្ញុំអាចមើល before after អូខេដំបូងដៃវាចេះអញ្ចឹងវាចង់ឲ្យវាវម background វាធ្វើ style បែបអញ្ចឹងអា warm background វាអត់ចូលទៅក្នុងមនុស្សទេអញ្ចឹងវាមើលទៅវា temperature វានៅមើលទៅវា feel ថាវាជា sunrise ណាអូខេអញ្ចឹងខ្ញុំចុច OK ឃើញទេ before after អូខេតមកទៀតខ្ញុំសេរីរៀងរើថែមបន្តិចទៀតអូខេរៀងរើថែមបន្តិចទៀតអូខេយើង retouch រូបមិនមែនរូបដែលអត់មានឧបសគ្គផងយើងចេះតែធ្វើគ្រប់ step បាននាំគ្នាយូរបើរូបអត់មានបញ្ហាទេយើង skip ទៅអញ្ចឹងយើងចូលរូបផ្សេងទៀតអញ្ចឹងបានយើងអាចលឿនបានអូខេយើងអាចមើល before after បានថាយើងធ្វើអីខ្លះអូខេសេរីរៀងរើបន្ថែម warm ហើយរូបខ្ញុំចប់ប៉ុណ្្នឹងហើយអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងអត់មានអីវែងឆ្ងាយទេគ្រាន់តែចង់និយាយពី step retouch របស់ខ្ញុំណាអូខេបន្ទាប់មកទៀតបន្ទាប់ដែលខ្ញុំបានរូបដែលខ្ញុំ retouch ហើយគឺវានៅក្នុង folder retouch នេះវារត់ទៅរក folder retouch ហ្នឹងណាអញ្ចឹងគឺ folder retouch របស់ខ្ញុំគឺស្អាតអញ្ចឹងណាខ្ញុំចង់លេង skin ពីលើទៀតអីទៀតក៏បានដែរណាអូខេហើយជា step daily routine ដែលខ្ញុំធ្វើប្រចាំថ្ងៃគឺខ្ញុំធ្វើប៉ុណ្ណឹងអូខេថតរូបឲ្យស្អាតយើងកែរូបក៏វាចំណាយពេលតិចតាមនឹងដែរណាអានេះជារូបប្រភេទ outdoor អូខេសង្ឃឹមវីដេអូនេះមានប្រយោជន៍អូខេជួបគ្នាវីដេអូក្រោយ